អ្វីក៏ដោយដែលយើងមានតែមិនប្រើប្រាស់យើងនឹងបាត់បង់វាមិនខានដើម្បីងាយស្រួលមើលឃើញដំណើរការនៃច្បាប់ទាំងនេះចូលមើលមកខ្លួនប្រាណរបស់យើងប្រសិនបើយើងសម្រេចចិត្តថាត្រូវអង្គុយតែនៅលើកៅអីជនពិការរយៈពេល3ឆ្នាំដោយគ្មានមូលហេតុអីក្រៅពីអ្នកចង់អង្គុយនៅពេល3ឆ្នាំកន្លងផុតទៅអ្នកនឹងមិនអាចដើរបានទៀតទេចូលឈប់ប្រើប្រាស់ជើងរបស់អ្នករយៈពេលមួយយូរគ្រប់គ្រាន់ពេលនោះជើងរបស់អ្នកនឹងលែងមានដំណើរការមិនខានច្បាប់នេះអនុវត្តដូចគ្នាលើជំនាញផ្សេងៗរបស់យើងបើអ្នកចេះលេងព្យ៉ាណូទៅហើយប៉ុន្តែអ្នកឈប់លេងវាក្នុងរយៈពេល12ខែអ្នកនឹងភ្លេចមិនខានមានសមត្ថភាពស្រមើស្រមៃល្អប្រកបដោយភាពច្នៃប្រឌិតប៉ុន្តែអ្នកមិនប្រើប្រាស់វាពេលនោះវានឹងសាបរលាបពីខួរក្បាលយើងត្រូវបានធម្មជាតិឌីហ្សាញឲ្យចាំបាច់ឬត្រូវតែប្រកាន់ខ្លួនឲ្យមានសកម្មភាពគឺជាសិល្បៈដែលធ្វើឲ្យជីវិតរស់រវើកដូច្នេះចូលរក្សាការអនុវត្តសិល្បៈនេះកុំឈប់ដល់ពេលអ្នកអនុវត្តសកម្មភាពពង្រីកនិងពង្រឹងខ្លួនឯងអ្នកកាន់តែក្លាហានពីនរណាម្នាក់ខ្លាចជាអ្នកក្លាហានតាមរយៈការចាក់សោខ្លួនឯងជាប់នៅក្នុងបន្ទប់រហូតដើម្បីរក្សាថាមពលរបស់ខ្លួនឡើយយើងអភិវឌ្ឍកម្លាំងថាមពលតាមរយៈការតេស្តសាកល្បងលើខ្លួនឯងជាប្រចាំយើងចាំបាច់ត្រូវខ្វល់អំពីបញ្ហានេះសម្បញ្ញញ្ញៈរបស់យើងអាចត្រូវបានបាត់លែងមានដំណើរការដូចគ្នាដែរចំពោះអ្វីៗផ្សេងទៀតនៅពេលយើងចាប់ផ្ដើមនិយាយថាគ្មានអ្វីសំខាន់ទេសម្ដីនេះសរបញ្ជាក់ថាយើងកំពុងតម្រង់ទិសបោះពួយទៅរកបញ្ហាហើយគុកនឹងមន្ទីរពេទ្យផ្នែករោគចិត្តត្រូវបានណានតាន់តាប់ដោយសារមនុស្សដែលអាងថាគ្មានអីសំខាន់ទេពួកគេកំពុងរៀបចំខ្លួនដើម្បីចុចបិទអារម្មណ៍របស់ខ្លួនរហូតគេក្លាយជាមនុស្សដែលគ្មានអារម្មណ៍សោះតាមពិតអ្វីៗគឺសុទ្ធតែសំខាន់យើងត្រូវតែរក្សាលក្ខណៈនៃចិត្តខួរក្បាលរបស់យើងឲ្យមានសុខភាពល្អជាប្រចាំតើដើម្បីហេតុផលអ្វីដែលយើងគួរតែក្លាយជាមនុស្សអសមត្ថភាពនៅពេលវេលាកាន់តែចម្រើនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំប្រសិនបើយើងរក្សាសកម្មភាពក្នុងការប្រើប្រាស់ខួរក្បាលឲ្យអស់លទ្ធភាពរបស់វាក្បាលរបស់យើងនឹងរក្សាសកម្មភាពធ្វើការដើម្បីបម្រើយើងវិញជាមិនខានច្បាប់នេះក៏អនុវត្តលើរឿងលុយកាក់ផងដែរលុយត្រូវគេផលិតដើម្បីយកមកប្រើប្រាស់វាត្រូវការរត់ចុះរត់ឡើងនៅក្នុងទីផ្សារមនុស្សរកលុយបានច្រើនគេជាមនុស្សដែលចេះបន្តយកលុយនោះទៅវិនិយោគទៅប្រើប្រាស់លើអាជីវកម្មរបស់ពួកគេសូម្បីតែពេលខ្លះពួកគេត្រូវប្រថុយនឹងហានិភ័យក៏ដោយអ្នកមិនអាចខ្លាចជាសេដ្ឋីប្រាក់$1លានតាមរយៈការយកលុយមកទុកនៅក្រោមខ្នើយបានឡើយពិភពលោកកំពុងតែលើកទឹកចិត្តយើងឲ្យរក្សានៅការបន្តចូលរួមទៅក្នុងសកម្មភាពផ្សេងៗបាទមានហើយតែមិនប្រើអ្នកនឹងបាត់បង់គឺពិតជាអស្ចារ្យក្រៃលែងវាផ្ដល់ឲ្យយើងនៅគ្រឿងលើកទឹកចិត្តដើម្បីវឹកហាត់ហើយនៅពេលដែលយើងវឹកហាត់យើងកាន់តែក្លាយជាមនុស្សប្រសើរប្រើវាឬបាត់បង់វាគឺទាល់តែយើងប្រើប្រាស់របស់ដែលយើងកំពុងមានឲ្យអស់ពីលទ្ធភាពជាអតិបរមាទើបយើងអាចរក្សាពួកវាឲ្យនៅគង់វង្សបាន